បន្ទប់ជួលនេះប្រហែលជាមានការណែនាំអីផ្សេងហើយបានគាត់ទៅសេអញ្ចឹងបើសិនជាគ្មានការណែនាំអីផ្សេងហ្នឹងឬក៏ការប្រយ័ត្នអីទេបែរជាគាត់មិនដាក់ផ្លាកអញ្ចឹងទេហើយផ្លាកនេះយើងនឹងស្រាប់ហើយដូចជាពិន័យ40ម៉ឺនហ្នឹងពិន័យហ្នឹងអ្នកដែលមានកុំព្យូទ័រហ្នឹងគឺដែលចូលទៅក្នុងបន្ទប់ជួលគាត់ហ្នឹងគឺត្រូវបានផាកពិន័យហ្នឹងemដឹងតែគេដាក់40ម៉ឺនរៀលនេះណាជួយខមមិនតិចមើលថាហ្នឹងគេដាក់យ៉ាងម៉េចគេទៅសេយ៉ាងម៉េចខ្ញុំអត់យល់ដែរហើយឥឡូវព្រះជួលយ៉ាងម៉េចដែលអត់ប្រើកុំព្យូទ័រចុះនិស្សិតដែលគ្នាត្រូវទៅរៀននិស្សិត IT DJ អ្នកចាក់ DJ ក៏គេត្រូវការប្រើកុំព្យូទ័រដែរ laptop ដែរហើយខ្ញុំពីមុនអីខ្ញុំប្រើ2 3ប៉ុន្តែប្រហែលជាខ្ញុំនៅជនបទនេះប៉ុន្តែគាត់ព្រួយបារម្ភអំពី scam នឹងឯងហើយដូចខ្ញុំនេះកុំព្យូទ័រខ្ញុំមានតែមួយទេកុំព្យូទ័រមួយទូរស័ព្ទ2ទូរស័ព្ទមួយសម្រាប់ថតទូរស័ព្ទមួយសម្រាប់តេអីយ៉ាងផ្សេងពេកបាត់ទៅណាទិញណាគេតេមកទៅអត់ចូលវល់យកអូទូរស័ព្ទនេះហើយកាមេរ៉ា3 4 5គ្រាប់តែប៉ុណ្ណឹងទេហើយឥឡូវហ្នឹងអាកាមេរ៉ាដែលមានហ្នឹងក៏អត់ប្រើទេប្រើទូរស័ព្ទទេថតទូរស័ព្ទហ្នឹងហើយណាកាមេរ៉ានេះអូម៉ែមិននិយាយណាគេចង់បានលក់វិញនេះចង់បាន Insta 400X4 ណា360 X4 ណាមើលណាហើយចង់បានខ្ញុំលក់វិញនេះលក់តម្លៃធូរថ្លៃឆាតមកបើចង់បានហើយ GoPro ក៏មានដែរ GoPro មានមួយគ្រាប់កាមេរ៉ា2គ្រាប់ចង់បានជាវមកហើយកុំព្យូទ័រនេះក៏លក់ដែរនេះកុំព្យូទ័រដែលកំពុងតែ record នេះក៏លក់ដែរអញ្ចឹងរឿងរ៉ាវដែលម្ចាស់បន្ទប់ជួលគាត់បានទៅសេថាមិនអនុញ្ញាតឲ្យយក laptop ឬក៏កុំព្យូទ័រហ្នឹងចូលទៅក្នុងបន្ទប់ពីព្រោះខ្លាច scam អញ្ចឹងយើងប៉ុន្តែខ្ញុំគិតថាប្រហែលជាមានការណែនាំអីផ្សេងបានគាត់ទទួលបានព័ត៌មានហ្នឹងហើយយើងគិតដល់និស្សិតពួកយើងអត់ដឹងថាមនុស្សដែលទៅជួលបន្ទប់គាត់ហ្នឹងមនុស្សប្រភេទម៉េចទេយើងអត់ដឹងទេប៉ុន្តែបើសិនជាគាត់ហាម5បែបហ្នឹងនិស្សិតដូចបងអូនខ្ញុំអីទៅរៀននៅភ្នំពេញអីដាក់កុំព្យូទ័រទៅដែរប៉ុន្តែគេអត់ហាមទេណាប៉ុន្តែឃើញបន្ទប់ជួលមួយហ្នឹងដែលជាទីចាប់អារម្មណ៍រយៈពេលប្រហែលថ្ងៃមកហ្នឹងដែលគេចាប់អារម្មណ៍នៅលើបន្ទប់ជួលហ្នឹងឯងដោយសារតែបន្ទប់ជួលហ្នឹងគាត់បាននិយាយថាអត់ឲ្យយកកុំព្យូទ័រចូលទេហើយដូចខ្ញុំនេះកុំព្យូទ័រអីផ្សេងប៉ុន្តែយើងត្រូវមើលដែរណាទីតាំងប៉ុន្តែគាត់ក៏ប្រយ័ត្នខ្លួនគាត់ដែរគាត់ខ្លាចអញ្ចឹងឯងបានគាត់ដាក់បំរាមបែបហ្នឹងប៉ុន្តែយើងត្រូវមើលដែរថាតើកន្លែងហ្នឹងយ៉ាងម៉េចកន្លែងយើងដែលយើងជួលហ្នឹងមានប្រភេទមនុស្សម៉េចដែរយើងត្រូវតែតាមដានមិនមែនចេះតែមានផ្ទះជួលឲ្យគេប៉ុន្តែកន្លែងដែលគាត់ជួលហ្នឹងយ៉ាងម៉េចមានបរទេសអីចេញចូលច្រើនទេហើយគាត់នៅពេលដែលគាត់ដាក់បន្ទប់ជួលហ្នឹងគាត់មាន list ឈ្មោះរបស់គាត់ហើយនៅមាន list ឈ្មោះរបស់គាត់ថាធ្វើចេះ1ចេះ2ចេះ3អញ្ចឹងឈ្មោះនេះមានលក្ខខណ្ឌចេះបើសិនជាណាចម្លែកភ្លាមយើងសង្ស័យភ្លាមយើងផ្ដល់ដំណឹងទៅកាន់ប៉ូលីសបងឥឡូវមានភ្ញៀវបរទេសមកនៅបន្ទប់ខ្ញុំមករកជួបបន្ទប់ខ្ញុំយើងបងឯងមកសួរនាំគាត់តិចទៅខ្ញុំថ្ងៃហ្នឹងជនជាតិថ្ងៃហ្នឹងពួកម៉ាក់ខ្ញុំមកហើយស្អែកហ្នឹងប្រហែលជាត្រូវជួបគ្នាជាមួយពួកម៉ាក់ខ្ញុំជនជាតិជប៉ុនហ្នឹងហើយមកហ្នឹងហើយខ្ញុំត្រូវមិនបាច់ចាំទៅមើលប៉ាសពតអីគាត់ទេខ្ជិលមើលដោយសារតែជនជាតិជប៉ុនគាត់មកគាត់មានលិខិតអីត្រឹមត្រូវមកតាមរបៀបថានិស្សិតហាត់ការអីចឹងទៅគាត់មកទទួលមិនថាមកបង្រៀនមកអីមកមើលស្រុកយើងអីចឹងណាគាត់មកប្រហែលថ្ងៃប៉ុន្តែជួបគ្នាបានតែម្ដងហើយស្អែកហ្នឹងគឺគិតថាណាត់ជួបគ្នាម្ដងទៀតហើយនិយាយគ្នាលេងពីនេះពីនោះអីចឹងទៅអញ្ចឹងរឿងរ៉ាវនេះគឺរឿងកុំព្យូទ័រចូលទៅក្នុងបន្ទប់ជួលហ្នឹងឯងចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកនរ Complete to like share និង subscribe មកមួយផងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ